ជំរាបសួរទាំងអស់គ្នានាងខ្ញុំសុខេងបច្ចុប្បន្នគឺជា Internal Auditor នៅក្នុងក្រុមហ៊ុនឯកជនមួយហើយក៏ជា Trainer និងជាសមាជិកកិត្តិយសរបស់ CAC ផងដែរថ្ងៃនេះខ្ញុំមានវីដេអូឃ្លីបថ្មីមួយចង់បង្ហាញអ្នកទស្សនាអំពីការអនុវត្ត Practical QuickBooks ហេតុអ្វីបានជាយើងត្រូវរៀនវគ្គសិក្សានេះជាពិសេសសម្រាប់គណនេយ្យករក៏ដូចជាម្ចាស់អាជីវកម្មខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីសារៈប្រយោជន៍នៃវគ្គនេះជាដំបូងខ្ញុំសូមណែនាំមកអ្នកទាំងអស់គ្នាស្គាល់ថាអ្វីទៅជាប្រព័ន្ធគណនេយ្យជួយគណនេយ្យករនិងម្ចាស់ស្ថាប័នអ្វីខ្លះចំណុចទី1ប្រព័ន្ធគណនេយ្យជួយគណនេយ្យករនិងម្ចាស់ស្ថាប័នដើម្បីសន្សំសំចៃទី2ធ្វើឲ្យគណនេយ្យករអាច produce financial report បានទី3ធ្វើឲ្យគណនេយ្យករមានការ control stock និង fixed asset ទី4ធ្វើឲ្យគណនេយ្យករអាចរក្សាទុក data របស់ក្រុមហ៊ុនបានបន្ទាប់ពីគណនេយ្យធ្វើការ produce financial report ហើយគណនេយ្យអាចយក financial report នោះ submit ទៅឲ្យម្ចាស់អាជីវកម្មក៏ដូចជា shareholder ឬក៏ធនាគារ microfinance ផ្សេងៗដើម្បីឲ្យក្រុមហ៊ុនអាចស្នើទុនបន្ថែមបានជួបនាងខ្ញុំផ្ទាល់នៅថ្ងៃទី22ឧសភាឆ្នាំ2022ខ្ញុំជា trainer ផ្ទាល់ក្នុងវគ្គសិក្សានេះបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់ចុះឈ្មោះសូមទំនាក់ទំនងមកក្រុមការងារនឹងមានការបញ្ចុះតម្លៃជូនសូមអរគុណ